រដូវកាលទុរេនបានចូលមកដល់ហើយដឹងថាទុរេនវាផ្អែមឈ្ងុយឆ្ងាញ់ទប់ចិត្តមិនចង់បានមែនទេតែឈប់សិនមុននឹងបកញ៉ាំទុរេនមកគ្រាប់ដឹងទេថាទុរេនអាចផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាពហើយអ្នកណាខ្លះដែលគួរប្រុងប្រយ័ត្នបំផុតទស្សនាវីដេអូនេះឲ្យដល់ចប់នោះលោកអ្នកនឹងបានដឹងច្បាស់ទុរេនជាស្ដេចផ្លែឈើដែលមានសារធាតុចិញ្ចឹមច្រើនតែវាមានផ្ទុកកាឡូរីនិងជាតិស្ករខ្ពស់ខ្លាំងណាស់រួមទាំងមានសារធាតុស្ពាន់ធម៌ទៀតផងការញ៉ាំច្រើនពេកអាចធ្វើឲ្យយើងក្តៅក្នុងពិបាករំលាយអាហារហើមពោះឬឡើងគីឡូយ៉ាងលឿនបំផុតដូច្នេះមានក្រុមមនុស្ស3ប្រភេទដែលមិនគួរញ៉ាំឬត្រូវកម្រិតការញ៉ាំទុរេននិងត្រូវប្រុងប្រយ័ត្ន 1. អ្នកមានជំងឺទឹកនោមផ្អែមទុរេនត្រូវបានគេដឹងថាមានជាតិស្ករច្រើនខ្លាំងណាស់អាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមដែលងាយគ្រោះថ្នាក់ខ្លាំងបំផុតចំពោះអ្នកមានជំងឺទឹកនោមផ្អែម 2. អ្នកមានជំងឺតម្រង់នោមទុរេនសម្បូរជាតិប៉ូតាស្យូមខ្ពស់ដូច្នេះអ្នកដែលតម្រង់នោមខ្សោយមិនអាចបញ្ចេញចោលជាតិប៉ូតាស្យូមបានទាន់ពេលនោះទេដូច្នេះអ្នកមានជំងឺតម្រង់នោមសូមប្រុងប្រយ័ត្នចំពោះការញ៉ាំទុរេន 3. អ្នកមានជំងឺលើសឈាមនិងបេះដូងទុរេនត្រូវបានគេដឹងថាសម្បូរជាតិហ្គាសនិងកាឡូរីខ្ពស់ដែលអាចធ្វើឲ្យពិបាកដកដង្ហើមឬងាយបង្កឲ្យឡើងសម្ពាធឈាមលឿនបំផុតចំណុចដែលហាមដាច់ខាតលោកអ្នកមិនត្រូវញ៉ាំទុរេនជាមួយគ្រឿងស្រវឹងឬភេសជ្ជៈមានជាតិហ្គាសនិងកាហ្វេអ៊ីនឡើយព្រោះវាអាចបណ្ដាលឲ្យពុលឡើងកម្ដៅក្នុងខ្លួនខ្លាំងគាំងបេះដូងឬគ្រោះថ្នាក់ដល់ជីវិតតើគួរញ៉ាំបែបណាទើបល្អចំពោះសុខភាពអ្នកជំនាញណែនាំថាមនុស្សទូទៅដែលមានសុខភាពធម្មតាគួរញ៉ាំទុរេនត្រឹមតែ1ទៅ2ក្លែបតូចប៉ុណ្ណោះក្នុងមួយថ្ងៃឬមិនឲ្យលើសពី200ក្រាមឡើយហើយមិនគួរញ៉ាំរាល់ថ្ងៃនោះទេលោកអ្នកត្រូវចាំថាក្រោយញ៉ាំទុរេនហើយគួរញ៉ាំទឹកឲ្យបានច្រើនឬញ៉ាំផ្លែឈើដែលមានជាតិត្រជាក់ដូចជាមង្ឃុតដើម្បីជួយកាត់បន្ថយកម្ដៅក្នុងខ្លួនចូលញ៉ាំទុរេនដើម្បីដឹងរសជាតិនិងសុខភាពតែកុំញ៉ាំតាមឃ្លានពេកអីប្រយ័ត្នស្ដាយក្រោយសូមលោកអ្នកប្រុងប្រយ័ត្នរបស់4យ៉ាងដែលអ្នកមិនគួរទិញក្នុងផ្សារទំនើបបន្ទាប់បីជាវាត្រូវបានគេលក់ថោកប៉ុណ្ណាក៏ដោយទី1ពពុះផ្លែឈើដែលបានបកឬចិតសំបករួចលោកអ្នកនាងច្បាស់ជាធ្លាប់បានឃើញនៅពពុះផ្លែឈើដែលបានបកសំបកឬក៏ចិតសំបករួចនឹងបានវេចខ្ចប់យ៉ាងស្អាតត្រឹមត្រូវដាក់លក់នៅក្នុងផ្សារទំនើបជាមួយនឹងរូបរាងនិងពណ៌ដ៏ស្រស់គួរឲ្យទាក់ទាញដែលបង្កភាពងាយស្រួលក្នុងការទិញនិងងាយស្រួលក្នុងការទទួលទានបានភ្លាមៗផងដែរក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះលោកអ្នកនាងក៏ត្រូវដឹងដែរថាគុណភាពនៃផ្លែឈើទាំងនេះវាមិនសុទ្ធសឹងតែមានលក្ខណៈដូចគ្នាទាំងអស់នោះទេគឺវាអាចជាសំណល់នៃផ្លែឈើដែលមានស្នាមជាំឬបង្ហាញសញ្ញានៃការខូចផ្នែកណាមួយដែលត្រូវបានគេកាត់ចោលដូច្នេះមានតែបំណែកដែលមានសុខភាពល្អឬមានរូបរាងល្អប៉ុណ្ណោះដែលអាចដាក់តាំងនៅលើថាសនិងរំថងវេចខ្ចប់យ៉ាងស្អាតសម្រាប់ការដាក់លក់ក្នុងការបញ្ចុះតម្លៃលើតែពីនេះបើទោះបីជាពពុះផ្លែឈើដែលបានបកសម្បកឬក៏ចិតសម្បករួចមើលទៅស្រស់ល្អដែលផ្ដល់នូវភាពទាក់ទាញយ៉ាងណាក៏ដោយក៏ប៉ុន្តែតាមពិតទៅរសជាតិរបស់វាជារឿយៗត្រូវបានកាត់បន្ថយយ៉ាងខ្លាំងនិងបាត់បង់នូវសារធាតុសំខាន់ៗដែលមាននៅក្នុងវាដែលល្អសម្រាប់សុខភាពរាងកាយរបស់យើងផងដែរទី2ទឹកដោះគោលក់បញ្ចុះតម្លៃចំពោះទឹកដោះគោដែលបានលក់បញ្ចុះតម្លៃជួនកាលគេលក់ក្នុងតម្លៃទាបបំផុតស្ទើរតែមិនគួរឲ្យជឿនិងធ្វើឲ្យយើងសម្រេចចិត្តទិញវាក្នុងបរិមាណច្រើនក៏ព្រោះតែយើងគិតថាវាចំណេញប៉ុន្តែប្រសិនបើលោកអ្នកនាងមិនអាចប្រើប្រាស់អស់ឬក៏ទទួលទានអស់ក្នុងរយៈពេលដ៏ខ្លីទេនោះសូមលោកអ្នកកុំសង្វាតទិញវាច្រើនពេកអីដើម្បីជៀសវាងការខ្ជិះខ្ជាយហើយម្យ៉ាងទៀតនោះលោកអ្នកនាងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះពពុះទឹកដោះគោទាំងអស់នោះក៏ព្រោះតែវាអាចជិតដល់ថ្ងៃកាលបរិច្ឆេទកំណត់នៃការប្រើប្រាស់ដែលយើងតែងតែហៅភាសាសាមញ្ញថា Hot Delay ហើយពេលដែលយើងទទួលទានវាទៅនោះវានឹងបណ្ដាលឲ្យខូចសុខភាពរបស់យើង
ទី3ពពុះអាហារសមុទ្រកកលក់បញ្ចុះតម្លៃគ្រឿងសមុទ្រវាគឺជាមុខម្ហូបដែលមានមនុស្សជាច្រើននិយមចូលចិត្តហើយនៅពេលដែលយើងឃើញពួកវាត្រូវបានគេដាក់លក់បញ្ចុះតម្លៃក្នុងរូបរាងជាគ្រឿងសមុទ្រកកច្បាស់ណាស់វានឹងមានភាពទាក់ទាញហើយយើងច្បាស់ជាចង់ទិញវាជាមិនខាននោះឡើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នចំពោះពពុះអាហារសមុទ្រដែលបានលក់បញ្ចុះតម្លៃទាំងអស់នេះគឺពួកវាអាចត្រូវបានទុកចោលយូរឬក៏សល់យូរថ្ងៃហើយគុណភាពអាហារូបត្ថម្ភក៏បានថយចុះផងដែរទី4ប្រភេទផ្សេងៗនៃទឹកជ្រលក់ទឹកជ្រលក់ដូចជាទឹកជ្រលក់សាច់អាំងជាដើមច្បាស់ណាស់វាបានផ្ដល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ក្នុងការទទួលទានដោយលោកអ្នកមិនចាំបាច់ចំណាយពេលធ្វើនោះឡើយក៏ប៉ុន្តែលោកអ្នកក៏ត្រូវដឹងផងដែរថាពួកវាក៏មានផ្ទុកទៅដោយជាតិខ្លាញ់និងសារជាតិស្ករច្រើនផងដែរដូច្នេះហើយយកល្អលោកអ្នកគួរតែរៀនពីរបៀបធ្វើទឹកជ្រលក់ដោយខ្លួនឯងនៅផ្ទះដើម្បីកាត់បន្ថយការចំណាយនិងធានាបាននូវសុខភាពល្អក៏ព្រោះតែទឹកជ្រលក់ធ្វើនៅផ្ទះដោយខ្លួនឯងគឺវាមិនមានសារធាតុរក្សាទុកបានយូរនោះទេ